បាទសួស្តីបងប្អូនទាំងអស់គ្នាដូចបងប្អូនឃើញដើមវីដេអូអញ្ចឹងគឺខ្ញុំហូបបាយជាមួយនឹងពងទាចៀនអញ្ចឹងសម្រាប់ខ្ញុំគឺថ្ងៃនេះយើងចំណាយពងទា1គ្រាប់ម្ទេស5គ្រាប់ស្ករបន្តិចប៊ីចេងបន្តិចដើម្បីធ្វើម្ហូបបានដល់ពេលថ្ងៃព្រោះអីយើងខ្ជិលទៅផ្សារអញ្ចឹងអ្នកខ្ជិលគឺយើងធ្វើតាមអ្នកខ្ជិលអញ្ចឹងយើងកោសពងទាធម្មតាទៅចូលក្នុងចានបន្ទាប់ពីកោសពងទាចូលចានហើយខ្ញុំក៏ហាន់ម្ទេសហ្នឹងម្ទេសមានប្រមាណគ្រាប់គឺ5គ្រាប់ហ្នឹងខ្ញុំហាន់វាទាំងអស់ទៅដើម្បីដាក់ចូលជាមួយនឹងពងទាអញ្ចឹងថ្ងៃនេះគឺខ្ញុំចំណាយពងទា1គ្រាប់និងម្ទេស5គ្រាប់អញ្ចឹងយើងដាក់វាចូលក្នុងចានដូចតែបងប្អូនបានឃើញអញ្ចឹងទៅបន្ទាប់មកទៀតយើងយកស្ព្រីមកកូរវាដើម្បីឲ្យវាចូលជាតិជាមួយប៊ីចេងស្ករដែលយើងបានដាក់ហ្នឹងហើយខ្ញុំក៏កូរវាបែកគ្រាប់ម្ទេសដើម្បីឲ្យវាមានរសជាតិហឹរជាមួយនឹងសាច់ពងទាហ្នឹងដូចបងប្អូនឃើញហ្នឹងគឺយើងកូរបែកគ្រាប់ម្ទេសអញ្ចឹងបន្ទាប់ហើយខ្ញុំក៏ដាក់ជៀនដូចបងប្អូនជៀនពងទារដងអញ្ចឹងសម្រាប់ម្ហូបពេលថ្ងៃរបស់ខ្ញុំគឺចាប់ដើមបានរួចរាល់ហើយគឺពងទាចៀនជាមួយនឹងម្ទេសអញ្ចឹងថ្ងៃនេះខ្ញុំហូបបាយពងទាចៀនជាមួយនឹងម្ទេសដូចបងប្អូនបានឃើញអញ្ចឹងគ្មានអីច្រើនធំដុំទេគឺមានតែប៉ុណ្ណឹងតោះបងប្អូនដែលអ្នកខ្ជិលដូចខ្ញុំធ្វើពងទាចៀនទាំងអស់គ្នាហើយសូមបងប្អូនដែលមើលវីដេអូនេះហើយសូមចុចពាក្យជីវនិង Subscribe អ្នកមួយផងហើយរាល់កំហុសខុសឆ្គងកាយវិការឬក៏ពាក្យសម្ដីកន្លែងណាដែលនិយាយទៅមិនសមរម្យសូមបងប្អូនអធិស្ឋានមេត្តាផងហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេសូមអរគុណបងប្អូនទាំងអស់គ្នា